បាទសួស្តីបងប្អូននេះមកបង្ហាញពីវិធីបិទស្បែកធំណាតើបងប្អូនគាត់ទៅរៀបដៃថ្មីគាត់តន់ចេះបិទស្បែកមកមើលវីដេអូនេះធានាថាមកចេះវីដេអូហ្នឹងរៀបសម្រាប់បងប្អូនស្រឡាញ់នៃការរៀបបាស DIY បងប្អូនអាចចូលទៅកាន់ YouTube បានឈ្មោះ Pro Sim ខ្ញុំនឹងចែករំលែកពីការបិទស្បែកយ៉ាងនឹងប្រភេទរៀបទូទៅបងប្អូនប្រភេទខ្នាតតូចយើងសម្រាប់បងប្អូនចង់ចេះកុំភ្លេចចូលទៅមើលក្នុង YouTube ទាំងអស់គ្នាបាទអរគុណច្រើនបងនឹងរៀងយូរទេបងប្អូនឥឡូវយើងតាមដានទាំងអស់គ្នាយើងត្រូវត្រៀមកាវបងប្អូនត្រៀមកាវឲ្យច្រាស់មួយសម្រាប់យើងអត់ទាន់មានម៉ាស៊ីនបាញ់នេះគេយើងប្រើច្រាស់ថ្មិញមួយក៏បានដែរអានេះយើងឆ្នៃមកខ្លួនឯងមកយើងលីមួយសាំងតិចមកបាទហើយយើងទៅមើលពីវិធីបិទទាំងអស់គ្នាចិត្តណាបងប្អូនមុនដំបូងយើងដាក់ជូតស្បែកយើងចឹងណាកាវយើងជូតចេញមកតែបងប្អូនលាបច្រាស់ក៏លឿនដែរបងប្អូនលាបច្រាស់មកបងបន្ទាប់ពីយើងលាបស្បែកហើយឥឡូវយើងមកលាបធុងយើងបន្ទាប់នេះខ្ញុំលាបហើយបងឥឡូវយើងតមកចេះណានេះបងប្អូនប្រើច្រាស់ក៏ស្រួលដែរបងប្អូនច្រាស់ស្រួលតែនេះយើងឆ្នៃខ្លួនឯងដាក់កណាត់ចឹងមកយើងរុញចេញមកស្រួលបន្តិចដែរហើយមកមើលពីវិធីយើងបិទបងប្អូនគឺយើងដាក់នេះខាងក្រោមបងប្អូនយើងដាក់ត្រឹមពាក់កណ្ដាលឲ្យវាលើសពាក់កណ្ដាលបន្តិចមកបងអ្នកអត់ចេះមើលវីដេអូនេះតែមើលវីដេអូធានាថាចេះបងប្អូននេះយើងលៃលោកមកសល់ពាក់កណ្ដាលម្នាក់បងប្អូននេះយើងសល់មកយើងបត់ចេះឲ្យសល់បងប្អូនបត់ទៅក្រោមហើយខាងនេះក៏ដូចគ្នាបងប្អូនហើយតមកយើងបវល់មកទីនេះបងប្អូនអានេះដល់កន្លែងក្រោមទូយើងនេះយើងទុកស្បែកផែប៉ុណ្នេះបងអានេះខាងក្រោមនេះខាងលើយើងទុកវាកូនគេមកហើយយើងវាស់អានេះมันបាច់ចំកដាក៏បានដែរបងប្អូនចំតាណាក៏បានដែរបងប្អូនដែលចង់យកតាណាតែស្រាប់ខ្ញុំយក26ដាក់យកមក26នេះវិធីដែលយើងប្រើដៃសុតបងប្អូនយើងអត់បានប្រើគ្រឿងទេដល់ពេលនេះយើងគូកងលើគ្នាបងប្អូនអានេះយើងគូចំតនេះនេះចំតនេះឃើញកងលើគ្នាហើយយើងដាក់កបិតឆូតមកបណ្ដោយមកហើយដល់ពេលកន្លែងនេះយើងទាញតម្លាក់ចុះមកបណ្ដោយបងប្អូនទាញតម្លាក់ចុះមកជាមកនេះទាញតម្លាក់ចុះក្រោមនេះមកបងប្អូនហើយយើងហូតប្រទះលើអានេះបើគេមកយកប្រទះក្រោមទៅវិញបងហូតទៅមកនេះចាមីស្ទ័រកន្លងដៃទៅនេះបន្តិច
นี่បងប្អូននេះដាក់ទៅស្មើអត់មានឃើញថ្នេរបងប្អូនអាហ្វឺនេះទៅទៀតយើងជូនបន្តិចទៅជ្រះហើយនេះស្មើបងប្អូនស្មើហើយដល់ពេលមកកន្លែងយ៉ាប់មួយទៀតគឺកន្លែងជ្រុងនេះបងប្អូនកន្លែងជ្រុងខ្ញុំដាក់កន្លែងជ្រុងឲ្យមកនេះគឺទៅជ្រុងស្រាប់តែជ្រុងនេះយើងមិនចាំប្រើម៉ាស៊ីនផ្លុំអីបងប្អូនមានតែម៉ាស៊ីនផ្លុំសក់យើងនេះយើងចាប់មកមុនដំបូងនេះចាប់ឡៃជ្រុងបងប្អូនយើងនៅពីមុខគេមកនេះយើងចាប់វាចេះយើងផ្លុំទីស្មើផ្លុំទៅតុនទីមកផ្លុំឲ្យរៀងក្តៅមកដៃមេដៃយើងពីរចាប់ចេះបងប្អូនចាប់វាធ្លាក់ចុះមកក្រោមទៅមកហ្នឹងហើយហើយពេលអាគៀននេះចាំយើងចកតនេះដៃច្អល់នេះចកតនេះរួចចាំយើងទាញទៅខាងនេះទៅមិនពិបាកទេបងប្អូនហើយចាំនេះយើងដាក់ឲ្យយើងបិទកាវឲ្យច្រើនតិចទៅវាស្អិតហ្មងនេះឃើញបងប្អូនស្អាតហើយចូលហើយខាងនេះក៏មានជ្រួញបងប្អូនកន្លែងជ្រុងវាមានជ្រួញទេហើយយើងធ្វើអញ្ចឹងជុំវិញទៅបងប្អូននេះយើងមកមើលពីវិធីយើងកាត់ហ្នឹងបងនេះយើងដាក់កបិតធ្វើមិនចំអាចជ្រុងទៅនេះបងប្អូនចំជ្រុងនេះយើងចាក់យកមកអូសយកមកនេះបងប្អូនហើយមួយបាត់នេះនេះបានធុងបិទស្បែកមួយហើយយើងធ្វើដូចគ្នាទាំងសងខាងបងប្អូនស្រួលទេហើយសម្រាប់បងប្អូនដែលចង់ដឹងពីវិធីរៀបបាសខ្ញុំនឹងចែករំលែកនៅក្នុង YouTube បងប្អូននេះយើងបិទហើយបងប្អូនសម្រាប់បងប្អូនចង់ដឹងពីវិធីរៀបបាសផ្សេងអ្វីដែលខ្ញុំចេះខ្ញុំនឹងបង្ហោះប្រាប់បដានៅក្នុង YouTube ហើយចាំខ្ញុំដាក់លីងនៅមុខវីដេអូបងប្អូនជួយចុចទៅមើលម្នាក់មួយផងហើយនៅវគ្គក្រោយយើងនឹងប្រាប់ពីវិធីបិទខាងមុខហើយនិងខាងក្រោយបាទអរគុណ